ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាគន្ថៃទី2អាជ្ញាធរទទួលបន្ទុកចោទប្រកាន់ស៊ើបសួរនិងស៊ើបអង្កេតមាតិកាទី1អង្គការអัยការជំពូកទី4មុខការរបស់ព្រះរាជអាជ្ញាអមសាលាដំបងផ្នែកទី2ការអនុវត្តបណ្ដឹងអាជ្ញាមាត្រា40ជំរើសនៃការចោទប្រកាន់ព្រះរាជអាជ្ញាថ្លឹងថ្លែងអំពីចំណាត់ការលើពាក្យបណ្ដឹងនិងពាក្យបរិហារដែលខ្លួនបានទទួលដោយផ្ទាល់ឬដែលមន្ត្រីនគរបាលយុត្តិធម៌បញ្ជូនមកព្រះរាជអាជ្ញាអាចសម្រេចតម្កល់រឿងទុកឥតចាត់ការឬធ្វើការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌមុននឹងសម្រេចព្រះរាជអាជ្ញាបើកការស៊ើបអង្កេតបឋមឬបង្គាប់ឲ្យធ្វើការស្រាវជ្រាវបន្ថែមក្នុងករណីមានបទល្មើសធ្ងន់ធ្ងរព្រះរាជអាជ្ញារាយការណ៍ជូនអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរដែលត្រូវរាយការណ៍បន្តជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មាត្រា41ការតម្កល់រឿងទុកឥតចាត់ការកាលណាបណ្ដឹងណាមួយត្រូវបានតម្កល់ទុកឥតចាត់ការព្រះរាជអាជ្ញាត្រូវឲ្យដំណឹងដល់អ្នកប្តឹងអំពីសេចក្តីសម្រេចរបស់ខ្លួននៅក្នុងរយៈពេលយ៉ាងខ្លីបំផុតហើយយ៉ាងយូរបំផុតរយៈពេល2ខែគិតពីថ្ងៃចុះពាក្យប្តឹងក្នុងបញ្ជីដែលមានចែងក្នុងមាត្រា50បញ្ជីនៃពាក្យប្តឹងនៃក្រមនេះការតម្កល់រឿងទុកឥតចាត់ការត្រូវតែមានសំអាងច្បាប់និងសំអាងហេតុការតម្កល់ទុកឥតចាត់ការនេះគ្មានអាជ្ញាអស់ជំនុំទេព្រះរាជអាជ្ញាអាចសាររើកែប្រែសេចក្តីសម្រេចរបស់ខ្លួនវិញក្នុងខណៈដែលបណ្ដឹងអាជ្ញាមិនទាន់ផុតរលត់នៅឡើយប្រសិនបើអ្នកប្តឹងមិនសុខចិត្តនឹងសេចក្តីសម្រេចតម្កល់រឿងទុកឥតចាត់ការទេសម័យខ្លួនអាចធ្វើការតវ៉ាទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរបានការតវ៉ានេះត្រូវធ្វើនៅក្នុងរយៈពេល2ខែគិតពីថ្ងៃទទួលដំណឹងអំពីសេចក្តីសម្រេចតម្កល់រឿងទុកឥតចាត់ការការតវ៉ានេះត្រូវធ្វើតាមបណ្ដឹងសាមញ្ញនៅអង្គការអัยការដែលពាក់ព័ន្ធបន្ទាប់មកសំណុំរឿងត្រូវបានបញ្ជូនភ្លាមទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរដោយតំណាងអัยការអមសាលាដំបងប្រសិនបើយល់ឃើញថាការតវ៉ានេះមានមូលហេតុត្រឹមត្រូវអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរចេញអធិបញ្ជាដល់ព្រះរាជអាជ្ញាអមសាលាដំបងឲ្យធ្វើការចោទប្រកាន់អគ្គព្រះរាជអាជ្ញាធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរនៅក្នុងករណីផ្ទុយពីនេះអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរតម្កល់សេចក្តីសម្រេចរបស់ព្រះរាជអាជ្ញាអមសាលាដំបងទុកជាបានការព្រះរាជអាជ្ញាអមសាលាឧទ្ធរត្រូវឲ្យដំណឹងអំពីសេចក្តីសម្រេចនេះដល់អ្នកប្តឹងតវ៉ាមាត្រា42កាតព្វកិច្ចធ្វើបណ្ដឹងបរិហារចំពោះបទឧក្រិដ្ឋឬបទមជ្ឈិមអាជ្ញាធរសាធារណៈឬមន្ត្រីគ្រប់រូបដែលនៅក្នុងការបំពេញមុខងាររបស់ខ្លួនបានដឹងអំពីបទឧក្រិដ្ឋឬបទមជ្ឈិមត្រូវតែជូនដំណឹងភ្លាមដល់ព្រះរាជអាជ្ញាឬដល់មន្ត្រីនគរបាលយុត្តិធម៌ដោយត្រូវបញ្ជូននៅព័ត៌មានកំណត់ហេតុលិខិតនិងវត្ថុតាងទាំងអស់ដែលទាក់ទងនឹងបទល្មើសនោះភ្ជាប់ជាមួយផងមិនអាចមានការលើកលែងដទៃណាក្រៅពីការលើកលែងស្ដីអំពីអាថ៌កំបាំងខាងវិជ្ជាជីវៈក្នុងករណីដែលច្បាប់មានចែងយ៉ាងជាក់លាក់នោះទេមាត្រា43ការចោទប្រកាន់ការចោទប្រកាន់
ខាងបទព្រហ្មទណ្ឌអាចធ្វើតាមការបើកធ្វើការស៊ើបសួរការបញ្ជូនទៅជំនុំជម្រះផ្ទាល់ឬតាមនីតិវិធីបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាមមាត្រា44ការបើកការស៊ើបអង្កេតក្នុងករណីបទឧក្រិដ្ឋព្រះរាជអាជ្ញាត្រូវតែបើកការស៊ើបសួរការស៊ើបសួរត្រូវបានបើកតាមដីកាបញ្ជូនរឿងឲ្យស៊ើបសួរដែលត្រូវប្តឹងទៅចៅក្រមស៊ើបសួរការស៊ើបសួរអាចបើកប្រឆាំងលើបុគ្គលម្នាក់ឬច្រើនអ្នកដោយមានចង្អុលប្រាប់ឈ្មោះឬប្រឆាំងទៅលើអញ្ញត្តជនដោយការបញ្ជូនរឿងឲ្យស៊ើបសួររួមមានសេចក្តីសង្ខេបនៃអង្គហេតុការកំណត់ឈ្មោះបទល្មើសការបង្ហាញអត្ថបទច្បាប់ដែលកំណត់និងបង្ក្រាបបទល្មើសនិងឈ្មោះបុគ្គលដែលត្រូវរងការស៊ើបសួរប្រសិនបើអាចកំណត់បានដោយការបញ្ជូនរឿងឲ្យស៊ើបសួរត្រូវចុះកាលបរិច្ឆេទនិងចុះហត្ថលេខាទម្រង់ការនេះមានលក្ខណៈដាច់ខាតត្រូវតែគោរពបើពុំដូច្នោះទេដោយការបញ្ជូនរឿងឲ្យស៊ើបសួរនេះត្រូវទុកជាមុខៈមាត្រា45ការចោទប្រកាន់ក្នុងករណីបទមជ្ឈិមក្នុងករណីបទមជ្ឈិមព្រះរាជអាជ្ញាអាចបើកការស៊ើបសួរដោយធ្វើដូចដែលបានចែងដោយមាត្រា44ការបើកការស៊ើបសួរនៃក្រមនេះបញ្ជូនជនជាប់ចោទទៅជំនុំជម្រះផ្ទាល់នៅមុខតុលាការជាន់ដំបូងដោយធ្វើដូចបានចែងក្នុងមាត្រា46នៃការកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់នៃក្រមនេះឬបង្គាប់ឲ្យនាំជនជាប់ចោទចូលបង្ហាញខ្លួនភ្លាមនៅមុខតុលាការជាន់ដំបូងដោយធ្វើដូចដែលបានចែងក្នុងមាត្រា47ការបង្ហាញខ្លួនភ្លាមនិងមាត្រា48នីតិវិធីនៃការបង្ហាញខ្លួនភ្លាមនៃក្រមនេះមាត្រា46ដោយការកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ដោយការកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់គឺជាបញ្ជាឲ្យជនជាប់ចោទចូលទៅបង្ហាញខ្លួននៅមុខតុលាការជាន់ដំបូងដោយការកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់រួមមានអត្តសញ្ញាណនៃជនជាប់ចោទសេចក្តីសង្ខេបនៃអង្គហេតុឈ្មោះបទល្មើសអត្ថបទច្បាប់ដែលកំណត់និងបង្ក្រាបបទល្មើសដោយការនេះត្រូវចង្អុលប្រាប់ពីតុលាការព្រមទាំងទីកន្លែងកាលបរិច្ឆេទនិងម៉ោងពេលនៃសវនាការដោយការនេះត្រូវបញ្ជាក់ថាជនជាប់ចោទអាចពឹងមេធាវីឲ្យអមខ្លួនបានមាត្រា47ការបង្ហាញខ្លួនភ្លាមព្រះរាជអាជ្ញាអាចបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទចូលបង្ហាញខ្លួនភ្លាមនៅមុខតុលាការជាន់ដំបូងប្រសិនបើមានគ្រប់លក្ខខណ្ឌដូចតទៅបទល្មើសជាបទល្មើសជាក់ស្ដែងតាមអត្ថន័យនៃមាត្រា86និយមន័យបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្ដែងនិងមាត្រា88ការចាត់ទុកដូចជាបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្ដែងនៃក្រមនេះបទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារយ៉ាងតិច1ឆ្នាំនិងយ៉ាងច្រើន5ឆ្នាំជនជាប់ចោទជានីតិជនរឿងក្តីមានលក្ខណៈគ្រប់គ្រាន់លំមជំនុំជម្រះបានមាត្រា48នីតិវិធីនៃការបង្ហាញខ្លួនភ្លាមកាលណាសម្រេចថាត្រូវប្រើនីតិវិធីបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាមព្រះរាជអាជ្ញាត្រូវ
ពិនិត្យអត្តសញ្ញាណបុគ្គលដែលគេបញ្ចូលមកឲ្យខ្លួនឲ្យដំណឹងដល់ជននោះអំពីរឿងរ៉ាវដែលចោទប្រកាន់និងឈ្មោះបទល្មើសទទួលចម្លើយរបស់បុគ្គលនោះប្រសិនបើសមីខ្លួនចង់និយាយធ្វើកំណត់ហេតុស្ដីអំពីការបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាមព្រះរាជអាជ្ញាប្រាប់ជនជាប់ចោទថាខ្លួនមានសិទ្ធិសុំពឹងមេធាវីតាមការជ្រើសរើសរបស់ខ្លួនឬចាត់តាំងឡើងដោយអនុលោមតាមច្បាប់ស្ដីពីលក្ខន្តិកៈមេធាវីជ្រើសរើសឬចាត់តាំងត្រូវបានទទួលដំណឹងភ្លាមមេធាវីអាចពិនិត្យសំណុំរឿងនិងតាក់ទងជាមួយជនជាប់ចោទបាននិទេសនៃទម្រង់ការទាំងនេះត្រូវចុះទៅក្នុងកំណត់ហេតុបើពុំដូច្នោះទេនីតិវិធីត្រូវទុកជាមុខៈតុលាការជាន់ដំបូងត្រូវបានទទួលបណ្ដឹងតាមកំណត់ហេតុស្ដីពីការបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាមជនជាប់ចោទត្រូវបង្ខាំងទុកដោយមានកងកម្លាំងការពាររហូតដល់ពេលសមីខ្លួនចូលបង្ហាញខ្លួននៅចំពោះមុខតុលាការដែលត្រូវបើកសវនាការនៅក្នុងថ្ងៃនោះតែម្ដងនៅពេលបង្ហាញខ្លួននេះតុលាការក្រោយពីបានទៀងទាត់មើលអត្តសញ្ញាណរបស់ជនជាប់ចោទនិងធ្វើរបាយការណ៍សង្ខេបរឿងរ៉ាវដែលបានចោទប្រកាន់ត្រូវប្រាប់ដល់ជនជាប់ចោទថាសមីខ្លួនអាចមានរយៈពេលដើម្បីរៀបចំការពារខ្លួនប្រសិនបើជនជាប់ចោទសុំរយៈពេលឬប្រសិនបើតុលាការយល់ឃើញថារឿងក្តីនោះមិនទាន់អាចជំនុំជម្រះភ្លាមបាននោះទេសំណុំរឿងត្រូវលើកពេលសវនកម្មក្រោយតុលាការអាចបង្គាប់ឲ្យឃុំខ្លួនជនជាប់ចោទជាបណ្ដោះអាសន្នដោយសាលក្រមដែលមានបញ្ជាក់ពីសំអាងហេតុនៅក្នុងសាលក្រមនោះតុលាការត្រូវយោងតាមលក្ខខណ្ឌនៃមាត្រា205មូលហេតុនៃការឃុំខ្លួនបណ្ដោះអាសន្ននៃក្រមនេះតុលាការចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួនសាលក្រមលើអង្គសេចក្តីត្រូវតែប្រកាសក្នុងរយៈពេលដែលមិនអាចលើសពី2សប្តាហ៍គិតពីថ្ងៃចូលទៅបង្ហាញខ្លួននៅមុខតុលាការឃុំខ្លួនបណ្ដោះអាសន្នត្រូវតែបញ្ឈប់ដោយពេញច្បាប់ក្រោយពីផុតរយៈពេល2សប្តាហ៍ប្រសិនបើតុលាការដែលបានទទួលបណ្ដឹងតាមនីតិវិធីបង្គាប់ឲ្យបង្ហាញខ្លួនភ្លាមយល់ឃើញថាលក្ខខណ្ឌនៃមាត្រា47ការបង្ហាញខ្លួនភ្លាមនៃក្រមនេះមិនបានបំពេញទេឬក៏ដោយភាពសាំញ៉ាំនៃសំណុំរឿងតម្រូវជាចាំបាច់ឲ្យធ្វើការស្រាវជ្រាវឲ្យបានជ្រាលជ្រៅបន្ថែមតុលាការត្រូវបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញាដើម្បីបើកការស៊ើបសួរជនជាប់ចោទត្រូវតែនាំទៅបង្ហាញខ្លួននៅថ្ងៃនោះតែម្ដងនៅចំពោះមុខចៅក្រមស៊ើបសួរបើពុំដូច្នេះទេជនជាប់ចោទត្រូវតែដោះលែងឲ្យមានសេរីភាពវិញដោយឯកឯងមាត្រា49ដែលការកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ក្នុងករណីបទលហុប្រសិនបើរឿងនោះជាបទលហុព្រះរាជអាជ្ញាត្រូវកោះជនជាប់ចោទឲ្យចូលខ្លួននៅមុខតុលាការជំនុំជម្រះដោយផ្ទាល់ដោយបានចែងក្នុងមាត្រា46នៃការកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់នៃក្រមនេះមាត្រា50បញ្ជីនៃពាក្យប្តឹងនៅតាមតុលាការជាន់ដំបូងនីមួយត្រូវបង្កើតឲ្យមានបញ្ជីអัยការមួយសម្រាប់ចុះបណ្ដឹងដែលប្តឹងដោយផ្ទាល់ដល់ព្រះរាជអាជ្ញាដែលបញ្ជូនមកដោយមន្ត្រីនគរបាលយុត្តិធម៌
គ្រប់បណ្ដឹងទាំងអស់ត្រូវតែចុះក្នុងបញ្ជីដោយមានខ្លឹមសារដូចតទៅអត្តសញ្ញាណរបស់អ្នកប្តឹងកាលបរិច្ឆេទដែលអัยការបានទទួលពាក្យប្តឹងប្រភពនៃបណ្ដឹងធ្វើមកផ្ទាល់ចំពោះព្រះរាជអាជ្ញាឬក៏បញ្ជូនមកដោយមន្ត្រីនគរបាលយុត្តិធម៌ប្រភេទនៃរឿងហេតុដែលអ្នកប្តឹងបានរាយការណ៍ចំណាត់ការលើពាក្យប្តឹងការសម្រេចតម្កល់រឿងទុកឥតចាត់ការត្រូវការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌបញ្ជីនៃពាក្យប្តឹងត្រូវកាន់កាប់ដោយលេខាធិការរបស់អัยការក្រោមការត្រួតពិនិត្យរបស់ព្រះរាជអាជ្ញាបញ្ជីអាចត្រូវបានបើកមើលដោយអាជ្ញាធរតុលាការទាំងអស់ជាអាចគឺអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរ